សួស្តីអ្នកនរគ្នាជួបជាមួយខ្ញុំបាទ admin Kit Pre-activate ថ្ងៃនេះដែរខ្ញុំមកបង្ហាញបងប្អូនទាំងអស់គ្នាពីការ activate នៅ key license របស់កម្មវិធី Winra កម្មវិធី Winra គឺបងប្អូនទាំងអស់គ្នាបានដឹងហើយថាជាកម្មវិធីមួយដែលយើងប្រើប្រាស់សម្រាប់ extract zip ដើម្បីពលានៅ zip file ដែលជា file ដែលជាកម្មវិធីមួយដែលយើងអាច zip file ជាច្រើនចូលទៅក្នុងនឹងតែមួយនេះឥឡូវនេះខ្ញុំចូលទៅកាន់ website Winra ហើយខ្ញុំបង្ហាញនេះបងប្អូនឃើញ logo បែបនេះហើយគឺជាកម្មវិធី Winra អញ្ចឹងថ្ងៃនេះខ្ញុំមកចែកនៅ license free ជាប្រភេទ file key activate របស់ក្រុមហ៊ុនដើម្បីឲ្យបងប្អូនយកទៅប្រើប្រាស់ដោយឥតគិតថ្លៃអញ្ចឹងបើបងប្អូនអត់ទាន់មានទេបងប្អូនអាចចូលទៅកាន់ browser ដែលបងប្អូនប្រើប្រាស់ហើយកន្លែង download នេះមកឬក៏បងប្អូនចង់ប្រើប្រាស់ភាសាផ្សេងទៀតបងប្អូនអាចមើលតាមនេះបានអញ្ចឹងសម្រាប់ខ្ញុំប្រើប្រាស់ភាសាអង់គ្លេសហើយយើងចុចប៊ូតុង Pocket នេះមកវានឹង direct ទៅ download តែម្ដងនេះតែដោយសារខ្ញុំបានdownload ហើយម្ដងហើយអញ្ចឹងខ្ញុំក៏ install ហើយដែរអញ្ចឹងខ្ញុំ search កម្មវិធី Winra នេះខ្ញុំបាន install ហើយអញ្ចឹងនៅពេលដែលកម្មវិធី Winra បងប្អូនអត់ទាន់មានlicense ទេពេលខ្លះវា load ផ្ទាំងមួយឲ្យយើងមើលថាយើងត្រូវទិញ license អញ្ចឹងណាហើយយើងអាចប្រើប្រាស់បានតែមួយថ្ងៃដែលគាត់ free ឲ្យអញ្ចឹងហើយយើងមើលខាងលើនេះគឺគេដាក់ evolution copy អញ្ចឹងក៏វាអត់ទាន់ full ដែរហើយឥឡូវយើងដើម្បីបញ្ជាក់កាន់តែច្បាស់យើងចូល help about Winra នេះយើងអាចប្រើប្រាស់បានតែ40ថ្ងៃទេគឺជា trial license copy ដែលក្រុមហ៊ុនឲ្យយើងប្រើប្រាស់សាកល្បងអញ្ចឹងចំនួនពេល40ថ្ងៃ40ថ្ងៃឥឡូវនេះខ្ញុំអូខេខ្ញុំសុំបិទសិនបងប្អូនចូលទៅកាន់ Telegram channel Kit Pre-activate របស់យើងនេះដែលបងប្អូនឃើញនេះគឺជា channel ដែលខ្ញុំ free software Pre-activate ឬក៏ license មួយចំនួនផងដែរនៅក្នុងហ្នឹងអញ្ចឹងបងប្អូនអូសមកដល់ក្រោមមកឃើញខ្ញុំដាក់នេះ Winra Original Activate នេះគឺជា link download អញ្ចឹងបងប្អូនគ្រាន់តែចុចទៅលើ link download ហ្នឹងមកហើយបន្តមកចុច open វានឹង direct ចូលទៅ browser ដែលបងប្អូនជ្រើស browser default អញ្ចឹងបងប្អូនរងចាំបន្តិចឲ្យវាដើរមកនេះឥឡូវនេះចេញហើយយើងចុចសញ្ញា download កន្លែងនេះពេលហ្នឹងវាកំពុងតែ scan file នឹងថាវាមានបញ្ហាអត់ចឹងណាមានមេរោគមានអីប្រកបនៅក្នុងហ្នឹងអត់ចឹងនេះយើងចុច download ឡើងលើ web ពេលវា scan រួចរាល់ហើយវានឹងធ្វើការ download zip file ដោយសារ file ខ្ញុំនេះខ្ញុំដាក់ password ចឹងបើបងប្អូន download ហើយវា load បែបនេះបងប្អូនត្រឡប់មកកាន់ Telegram វិញបងប្អូនមើលកន្លែងលេខកូដ zip នេះគឺខ្ញុំបានដាក់លេខកូដនៅហ្នឹងអញ្ចឹងបងប្អូនគ្រាន់តែចុចមួយទៅលើអក្សរពណ៌ខៀវហ្នឹងទៅវានឹង auto copy តែម្ដងអញ្ចឹងខ្ញុំបើកមកវិញខ្ញុំចុចនេះខ្ញុំវាយបញ្ចូលនឹង password ហ្នឹងខ្ញុំដាក់ download anyway ពេលនេះ download បានជោគជ័យអញ្ចឹងយើងធ្វើការ open វាចូលទៅ folder ដែលយើងបានទុកវាសម្រាប់ download នេះអញ្ចឹងចូលបងប្អូនright click មកហើយយើងយក extract ជាមួយនឹង Winra extract to Winra license នោះវាទាមទារ password ម្ដងទៀតអញ្ចឹងយើងមិញហ្នឹងយើង copy ហើយយើងគ្រាន់តែ paste មកយើងមកស្ដាំ paste ក៏បានឬក៏ control V paste ក៏បានបន្ទាប់មកចុច OK នេះវា paste បានជោគជ័យអញ្ចឹងយើង double click មកយើងមើលដែរថា folder នៅក្នុង folder ហ្នឹងមាន file readme.txt ឬអត់បើមានយើងចូលទៅ run យើងចូលទៅមើលអាន description វាសិននេះខ្ញុំបានដាក់ហើយដំបូងយើងត្រូវការ install Winra នៅក្នុង website Winra ខ្ញុំបានដាក់ link ខាងលើនេះគឺជា version ចុងក្រោយដែលខ្ញុំ copy មកមុនហ្នឹងអញ្ចឹងបើបងប្អូនមានហើយបងប្អូនបាច់ទៅ download ម្ដងទៀតក៏បានដែរកន្លែងហ្នឹងខ្ញុំក៏បានបញ្ជាក់ដែរ note if you don't have yet អញ្ចឹងបានថាយើងអត់ទាន់មានកម្មវិធី Winra ហ្នឹងអញ្ចឹងបើយើងមានហើយយើងគ្រាន់តែ
ចូលទៅមើល step ទី2 open araki.ra with winda អញ្ចឹងនេះគឺជា key file ពីក្រុមហ៊ុន winda អញ្ចឹងយើង right click មកយើងយកពាក្យ open with ក៏បានឬក៏ open ក៏បានអញ្ចឹងខ្ញុំយក open with winra កន្លែងនេះអញ្ចឹងយើងបើកមកក៏ open មកវា extract យើង register បានជោគជ័យ register នៅ license ណាអញ្ចឹងនេះបងប្អូនមើលខាងលើនេះគេដាក់ registration has been successfully complete អញ្ចឹងដើម្បីកាន់បញ្ជាក់កាន់តែច្បាស់ថាយើងនៅប្រើប្រាស់បានតែ40ថ្ងៃទៀតដែរឬទេយើងចុច OK មកយើងចូល help តមក about winda ចា about winda នេះ register to telegram license kit គឺជាឈ្មោះដែលខ្ញុំបាន register ហើយតមកវាជាប្រភេទ unlimited license យើងអាចប្រើប្រាស់បានជារៀងរហូតហើយវា version 7.11 គឺជា version ចុងក្រោយនៅក្នុងថ្ងៃនេះអញ្ចឹងខ្ញុំអូខេហើយបងប្អូនមើលកន្លែងខាងលើនេះម្ដងទៀតថាវាអត់មានបង្ហាញជា evolution copy ទេគឺវាបាត់តែម្ដងព្រោះយើងបានប្រើប្រាស់នៅ file activate រួចរាល់ឥឡូវខ្ញុំសូមបិទទាំងអស់ហ្នឹងហើយខ្ញុំសូមបញ្ជាក់បងប្អូនទាំងអស់គ្នាដែរ file winda នេះគឺជា file activate ពីក្រុមហ៊ុនតែម្ដងសូមបងប្អូន download យកទៅប្រើប្រាស់ដោយភាពសប្បាយរីករាយគ្មានហានិភ័យចំពោះមេរោគឥឡូវនេះវីដេអូខ្ញុំទៅបានបញ្ចប់ជួបគ្នាម្ដងទៀតនៅវីដេអូក្រោយ